ជាតិទី1គឺកីឡាករហ៊ុនឈុនហេងបាទមកពីក្លឹបរាជសីបង្ក្រាបគ្រឿងញៀនបាទត្រូវជួបជាមួយនឹងសេនថានុងជាកីឡាករមកពីព្រះរាជាណាចក្រថៃបាទតម្លៃគូអន្តរជាតិទី2ដែលជាគូទី3សម្រាប់សប្តាហ៍ទី15នេះបាទគឺដុនរដ្ឋាមកពីក្លឹបអេវូថងកីឡាប្រកួតក្នុងប្រភេទទម្ងន់71គីឡូក្រាមជាមួយនឹងកីឡាករវ៉ាសៃមកពីព្រះរាជាណាចក្រថៃបាទគូអន្តរជាតិទី3ដែលជាគូទី4ប្រចាំសប្តាហ៍គឺម៉ឺនសុភាមកពីមជ្ឈមណ្ឌលកីឡាករយុទ្ធពលខេមរភូមិន្ទបាទសូមទោសក្លឹបក្រសួងការពារជាតិត្រូវជួបជាមួយនឹងកីឡាករថាន់វ៉ាឡាហ្នឹងមកពីព្រះរាជាណាចក្រថៃបាទគូឯកទី5គឺថៃកយ៉ាន់មកពីក្លឹបសមាគមកីឡាប្រដាល់ខេត្តបន្ទាយមានជ័យប្រកួតក្នុងប្រភេទទម្ងន់91គីឡូក្រាមប្រភេទ heavyweight ហើយ86ឡើងទៅគេហៅ heavyweight ហើយតែបារ៉ា95ឡើងគេហៅ super heavyweight 91គីឡូក្រាមជាមួយកីឡាករសាំងធីថាមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិបាទឥឡូវនេះយើងចាប់ផ្ដើមការប្រកួតគូទី1ដែលជាការជួបគ្នាបាទបង្គោលក្រហមមនចន្ទរាហើយបង្គោលខៀវកីឡាករពុទ្ធសុជាតិបាទមនចន្ទរានឹងមកពីក្លឹបបាទការិយាល័យទី5កងទ័ពជើងគោកកូនសិស្សរបស់លោកគ្រូម៉ាងម៉នហើយនិយាយទៅតកូលម៉នគឺជាក្រុមក្លឹបដែលសម្បូរដោយកីឡាករល្បីជាច្រើនហើយរាល់ការប្រកួតហ្នឹងកីឡាកររូបដែលមកពីក្លឹបបាទការិយាល័យទី5ដែលជាសិស្សរបស់គ្រូម៉ាងម៉នហ្នឹងតែងតែកសាងនៅកេរ្តិ៍ឈ្មោះល្អជាច្រើនហើយពិសេសបំផុតការប្រកួតនៅអាស៊ីអាគ្នេយ៍យើងនេះពានរង្វាន់ខ្សែក្រវ៉ាត់ហ្នឹងគឺក៏ម៉នសមេតដែលជាកូនបាទរបស់លោកគ្រូម៉ាងម៉នហើយជាសិស្សក្លឹបការិយាល័យទី5កងទ័ពជើងគោកហ្នឹងដណ្ដើមបានផងដែរប៉ុន្តែក៏សូមកុំភ្លេចដែរថាគាត់ក្លឹបហ្នឹងកីឡាករឈ្នះច្រើនក៏ចាញ់ក៏មិនតិចដែរចំណែកពុទ្ធសុជាតិបាទកីឡាករបង្គោលខៀវមកពីក្លឹបពុទ្ធសេរីវង្សកីឡាបាទបោកក្រាំងឥឡូវនេះដាចន្ទរានឹងនៅខាងក្រោមសុជាតិនៅខាងលើឥឡូវចាប់ផ្ដើមបន្តការប្រកួតទៀតចំណែកអាជ្ញាកណ្ដាលនៃការប្រកួតនេះគឺលោកឡុងវិបុលហើយចៅក្រមសម្រាប់គូទី1នេះមានចំនួន5រូបគឺចៅក្រមទី1លោករិទ្ធឌីណាបាទចៅក្រមទី2លោកខនច័ន្ទគុណវត្តចៅក្រមទី3លោកគ្រាលពុទ្ធីបាទចៅក្រមទី4លោកព្រំសុភានិងចៅក្រមទី5លោកនិនវ៉ាន់ឌីការប្រកួតទឹកទី1ជិតចប់ហើយប៉ុន្តែទឹកទី1ព្រាមគឺកីឡាករទាំងពីរបាទសម្រុកវាយយកមកប្រាវតែម្ដងបាទអត់មានឡៃស្ទាបស្ទង់អីទេហើយបើតាមការអាណាសម្រុកតាំងពីទឹកទី1អញ្ចឹងប្រហែលទឹកទី3ទី4នេះហ្នឹងល្វើយបាទហើយបាទចប់ទឹកទី1មេដៃមាសបាទប្រិមត្តទូទស្សនិកជនបាទនៃការប្រកួតគូទី1បាទមើលរូបភាពយឺតសិនបាទមង្គលក្រហមមនចន្ទរាមង្គលខៀវពុទ្ធសុជាតិបាទនេះបាទពុទ្ធសុជាតិលើកជើងស្ដាំធាក់មនចន្ទរាទាត់ជើងក្រោមកាច់ផ្ដួលបាទនេះគាត់ទឹកទី1ណាកម្ដៅសាច់ដុំទាត់ជើងក្រោមដួលមួយទៀតបាទសុជាតិមិនក៏មើលទៅរៀងដួលដល់12ដងហើយទឹកទី1មិនឥឡូវចូលដល់ការប្រកួតទឹកទី2បាទអង្គលក្រហមមនចន្ទរាពុទ្ធសុជាតិចូលភ្លាមវាយប្រាវបាទជង្គង់ភ្លាមទៅមកបាទកាច់គ្នាវិលខ្ញាល់អញ្ញាកណាជង្គង់អញ្ញាកណាខាត់ភ្លាមបាទមិនឲ្យជាប់គ្នាយូរពិបាកមើលបាទឥឡូវបន្តការប្រកួតទៀតចន្ទរាទាត់ពុទ្ធសុជាតិកាច់ជង្គង់ផ្ដួលចន្ទរាទៅក្រោមបាទពុទ្ធសុជាតិនៅខាងលើម្ដងងើបឡើងភ្លាមបន្តការប្រកួតចន្ទរាចលោហក់ចូលពុទ្ធសុជាតិធាក់ជើងស្ដាំចន្ទរាម៉ាត់ឆ្វេងស្ដាំម៉ាត់ឲ្យអោបគ្នាជាប់ធ្វើមកទៀតđang ai gặp bông đà rôn nấc quả chừngក្រោម đuôi kèng lại là nhà cái đá tiên ơi ngớp lang là bây bàn to ca ប្រកួត ទៀត mặt chuyện nam robot sự chiết ở hồi mà chương chuyện như vậy nhỉ mà cái hai tha vay bằng hơi mà đo mà tay bị ăn từ đặc cho nhà chừng cung và đặc biệt chọp cho hai miền ấy biết cào đặc biệt chừng cung khoai đứng chừng cung đây chừng cung mà nhà cái đá khoạt
ជាតិចលោជើងឆ្វេងទាត់ជើងស្ដាំតារាក៏សងដែរជង្គង់ទៅជង្គង់មកជង្គង់ទៅជង្គង់មកជង្គង់របស់តារាជង្គង់របស់សុជាតិបែងជើងសុជាតិឲ្យដួលអត់ដួលបាត់ហើយអាញាកណ្ដាលទប់ភ្លាមបាទបន្តការប្រកួតទៀតដល់ជើងក្រោមរបស់សុជាតិតារាចូលប្រើកែងតែម្ដងអោបគ្នាជាប់ហើយកាច់លមូលអាញាកណ្ដាលលោកឡុងវិបុលផ្ទះខ្នងតិចញែកឲ្យចូលកណ្ដាលដើម្បីបន្តការប្រកួតទៀតទាត់មកជើងរបស់មនចន្ទរាមកតំហឹងឲ្យទាត់ខ្យល់ម៉ាត់ឆ្វេងស្ដាំរបស់តារាឲ្យទាត់ទៀតអញ្ញាឥឡូវអោបជាប់ឲ្យជង្គង់កាច់គ្នាទៅវិញទៅមកវិលជង្គង់អញ្ញាកណ្ដាលខាត់បាទគូនេះតាំងពីទឹកទី1មកគឺចាប់ផ្ដើមប្រយុទ្ធយកតែម្ដងហើយចេះតែនឹកសម័យថាបាន5ទឹកឲ្យអត់ណោះមកប្រឹងតែទោះយ៉ាងណាកីឡាករទាំងអស់សិតតែបានវឹកហាត់យ៉ាងអហូយយ៉ាងមិនឲ្យសុជាតិអត់បញ្ហាទេអាញាកដាលពមៀនតិចសិនណាមិញចង់ចលោចង់ថែមហ៎អាថែមហ្នឹងប្រយ័ត្នឥឡូវនេះបន្តការប្រកួតទៀតតារាអហូយម៉ាត់មួយដៃស្ដាំចូលពួតទឹកឲ្យយសុជាតិ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
អូយបាទទើបតែទឹកទី2អានេះខ្ញុំចេះតែសម័យពីមុនមកថាបានទឹកឥឡូវបានតែទឹកទី2បាទទឹកបាទមើលរូបភាពយឺតបាញ់កន្លែងបនចន្ទរាវាញ់មួយដៃចូលផ្លាប់តែម្ដងអស់ហើយបាទប្រុងមកជង្គង់ថែមទៀតប៉ុន្តែបាទសុជាតិអស់ចំហទៅហើយអានេះបើសិនថែមត្រូវមកជង្គង់ទៀតអាចបាទជ័យជំនះបានទៅលើសុជាតិវិញប៉ុន្តែមកជង្គង់មិញគ្រាន់តែចលោអាមេចោលអត់បាញ់បាទអញ្ចឹងគេក៏ឥឡូវនេះសុជាតិបាទអាញាកណ្ដាលកំពុងតែលៃមើលហើយថាព្រោះសុជាតិត្រូវបានរាប់ដល់10អត់បានងើបឡើងដើម្បីទទួលយកការបញ្ជារបស់អាញាកណ្ដាលទេអញ្ចឹងនេះមើលរូបភាពយឺតបាញ់ផ្លាប់ចូលហើយជង្គង់ទៅមួយទៀតតែខូចបើសិនជាត្រូវវិញបាទអាចដែរអាចជ័យជំនះបានទៅខាងសន្លប់ពេលដួលហើយហក់ទៅថែមទៀតប៉ុន្តែនេះជារឿងអចេតនាទេបាទឥឡូវមើលសិនបង្គោលក្រហមមនចន្ទរាបង្គោលបាទឈ្នះបង្គោលខៀវមនចន្ទរាដែលសន្លប់នៅក្នុងទឹកទី2